រងម៉ោងនេះមិនបន្ធូរដៃឲ្យអាមេរិកវិញទេបងប្អូនចាំស្ដាប់ទាំងអស់គ្នាចេញក្តៅតាក់ទងជាមួយនឹងនៅឈូងសមុទ្រហ័រមូសណាហើយអ្វីដែលធ្វើឲ្យរងហ្នឹងមិនខ្លាចអាមេរិកបងប្អូនតោះទៅស្ដាប់ទាំងអស់គ្នាហើយទីបំផុតនៃសង្គ្រាមមួយនេះតើអាចចប់ទេឬមួយក៏យ៉ាងណាកងនាវាចម្បាំងសម្ងាត់របស់អ៊ឺរ៉ង់បានបដិញ្ញាចិត្តយ៉ាងខ្លាំងក្នុងការបាញ់ពន្លិចនាវាផ្ទុកយន្តហោះរបស់អាមេរិកមួយគ្រឿងនៅច្រកសមុទ្រហ័រមូសទូកលឿនលឿនបំពាក់ដោយមីស៊ីថបេដូយន្តហោះគ្មានមនុស្សបើកផ្ទុះនឹងកងនាវាមួយទឹកខ្នាតតូចបងប្អូនមកដល់ម៉ោងនេះគឺកាក្រើកមេឃរំជួយដីហើយចឹងមានន័យថារងម៉ោងនេះគឺប្រើគេហៅថានាវារបស់គេសំដៅហើយត្រៀមបាញ់ពន្លិចគេហៅថានាវារបស់សហរដ្ឋអាមេរិកទៀតបងប្អូនហើយចង់និយាយថានាវាផ្ទុកយន្តហោះរបស់អាមេរិកហ្នឹងគឺមិនដឹងថាខ្ទេចឬមួយក៏យ៉ាងណាទេរងនេះគឺត្រៀមគេហៅថាបដិញ្ញាហើយគេត្រៀមចិត្តត្រៀមកាយក្នុងការច្បាំងជាមួយនឹងសហរដ្ឋអាមេរិកនៅច្រកសមុទ្រហ័រមូសនេះហើយគេប្រើទូកលបឿនលឿននឹងគេហៅថាមីស៊ីលបេដូទៀតនឹងយន្តហោះគ្មានមនុស្សបើកអូបងប្អូនហើយមកដល់ម៉ោងនេះគឺក៏ក្រើកមេរំជួយដីហើយបងប្អូនតែងតែឃើញថាហេតុអីមិនអាប់ដេតឲ្យលឿនការពិតព័ត៌មានបងប្អូនណាគឺក្តៅដែលខ្ញុំដាក់ទៅហ្នឹងគឺក្តៅហើយមកដល់ចំណុចនេះគឺ48ម៉ោងមកដល់ឥឡូវហ្នឹងវាចង់ពីដណ្ដប់ម៉ោងនៃគេហៅថានៃសហរដ្ឋអាមេរិកដែលគេដាក់កំណត់ឲ្យអ៊ឺរ៉ង់ណាប៉ុន្តែអ៊ឺរ៉ង់នៅតែគេហៅថាបង្ហាញសាច់ដុំបង្ហាញគេហៅថាឆន្ទៈក្នុងការប្រយុទ្ធមិនខ្លាចអាមេរិកសំបីតែប៉ិនកញ្ចក់ដៃទេមកដល់ម៉ោងនេះហើយថែមទាំងការពារច្រកសមុទ្រហ័រមូសយ៉ាងតានតឹងទៀតអត់ឲ្យមាននាវាណាឆ្លងកាត់បានទេបើនាវាណាឆ្លងកាត់មួយនាវាធំគឺតម្លៃ$2 លានបើចង់ឆ្លងកាត់អើយយយមិនធម្មតាហើយមួយវិញទៀតឥឡូវនេះកំពុងតែគេហៅថាតម្លាក់កងនាវាចម្បាំងសម្ងាត់របស់គេណារងដើម្បីទប់ស្កាត់នៅច្រកហ័រមូសនេះតាហ៊ានសហរដ្ឋអាមេរិកតាហ៊ានមកគឺដឹងបាញ់គ្នាក៏ក្រើកមេឃហើយប៉ុន្តែមកដល់ម៉ោងហ្នឹងគឺដូចជាបាញ់ហើយប៉ុន្តែគាត់ថាយើងបាញ់ខ្លាំងតិចយើងអត់ទាន់ដឹងណាព្រោះអីដោយសារថាឥឡូវនេះកំពុងតែតានតឹងឡើងមើលទៅលោកដូណាល់ត្រាំហើយនឹងប្រធានាធិបតីលោកកូណាលីនេះឡើងមកនេះគឺឮថារបួសផងអីផងឥឡូវនៅអាចថាតតាំងជាមួយនឹងគេហៅថាអាមេរិកបានណារងខ្ញុំសរសើរមែនទេណាខ្ញុំខ្លាចតែគេដល់ដំណាក់កាលចុងក្រោយសង្គ្រាមមួយនេះប្រើអ៊ុយរញោមឬមួយនុយក្លេអ៊ែរខ្ញុំអត់ហ៊ាននិយាយទេព្រោះដោយសារថាសភាវុធហ្នឹងវាខ្លាំងណាវាប៉ះពាល់ខ្លាំងដល់ប្រទេសទាំងមូលទៅហ្មងពិភពលោកទាំងមូលណាអញ្ចឹងខ្ញុំអត់មានអីទេមានតែប៉ុណ្្នឹងមានតែព័ត៌មានតាក់ទងជាមួយនឹងឥឡូវហ្នឹងកងនាវាចម្បាំងសម្ងាត់របស់រងបានបដិញ្ញាចិត្តយ៉ាងខ្លាំងក្នុងការបាញ់ពន្លិចនាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងនៅច្រកសមុទ្រហ័រមូសដោយប្រើទូកលបឿនលឿនបំពាក់ទៅដោយមីស៊ីលតើផេដូយន្តហោះដែលគ្មានមនុស្សបើកនឹងកងនាវាមួយទឹកចំជាអក៏ក្រៅហើយព័ត៌មាននេះបងប្អូនជួយ share ទាំងអស់គ្នាបើស្រឡាញ់បើពេញចិត្តនៃការធ្វើវីដេអូមួយនេះកុំភ្លេច share follow